ទឹកចិត្តកងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃចុះជួយជួសជុលផ្ទះនិងនាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ខេត្តបន្ទាយមានជ័យស្រុកម៉ាឡៃក្នុងស្មារតីបម្រើប្រជាពលរដ្ឋនិងជួយសង្គ្រោះក្នុងគ្រាមានអាសន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានបង្ហាញនូវវិជ្ជាជីវៈខ្ពស់និងការទទួលខុសត្រូវយ៉ាងសកម្មដោយបានចុះជួយជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបាតុភូតធម្មជាតិយោងតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ត្រីបណ្ឌិតសឿមសារិនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរៈស្នេហ៍ឯងបេនសំអានអធិការនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃកាលពីថ្ងៃទី16ខែមេសាឆ្នាំ2026កម្លាំងនគរបាលស្រុងបានសហការជាមួយនឹងកម្លាំងចម្រុះចូលទៅដល់មូលដ្ឋានផ្ទាល់ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋសកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅក្នុងភូមិអូកាញ់ឃុំបឹងបេងស្រុកម៉ាឡៃបន្ទាប់ពីមានគ្រោះខ្យល់កន្ត្រាក់បានវាយប្រហារកាលពីថ្ងៃទី15ខែមេសាបណ្ដាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន5ខ្នងក្រៅពីការជួយកម្លាំងកាយជួសជុលផ្ទះឡើងវិញក្រុមការងារក៏បាននាំយកនៅសង្កសីចំនួន54សន្លឹកគ្រឿងឧបភោគបរិភោគនិងសម្ភារៈចាំបាច់មួយចំនួនទៀតដើម្បីចែកជូនដល់គ្រួសាររងគ្រោះទាំង5គ្រួសារសម្ដៅជួយសម្រួលដល់ការស្នាក់នៅនិងជីវភាពប្រចាំថ្ងៃឲ្យបានឆាប់រហ័សនេះគឺជាគំរូនៃនគរបាលនិងប្រជាជនដែលមិនត្រឹមតែការពារសន្តិសុខសុវត្ថិភាពជូនមូលដ្ឋានប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាបង្អែកយ៉ាងរឹងមាំជូនប្រជាពលរដ្ឋនៅគ្រប់កលៈទេសៈកាយវិការដ៏សប្បុរសនិងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលស្រុកម៉ាឡៃទទួលបានការសរសើរនិងក្តីរំភើបយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសម្រួលអត្ថបទដោយលោកមុតចត្រាប្រមាញ់ជាយដែន